នៅក្នុងភូមិមួយនារដូវវស្សាប្រជាជនជាច្រើននៅក្នុងភូមិនាំគ្នាធ្វើស្រែចម្ការផ្សេងនៅពេលយប់គេនាំគ្នាចាប់កង្កែបដាក់បង្កាយត្រីជាដើមវាសនាកូនវាសនាភ្លឺឲ្យកូនតោះទៅធ្វើស្រែប្រញាប់បន្តិចឡើងកូនតាន់មេឃមិនតាន់ក្តៅបានពងកូនរួចរាល់អស់ហើយកូនបានទឹមកូននឹងលើករបស់របរមួយចំនួនដាក់លើអតេះរួចរាល់អស់ហើយពងល្អហើយកូនហើយចុងម៉ែវានោះបាយទឹករៀបចំហើយនៅខ្ញុំបានរៀបចំតាំងពីមាត់មិនទាន់រងាម្លេះពុកវាតើពុកវាមិនចាប់អារម្មណ៍ទេហ៎បងចាប់អារម្មណ៍តើម៉ែវាបងគ្រាន់តែសួរអូនបញ្ជាក់នឹងណាប្តីឯណាមិនចាប់អារម្មណ៍ប្រពន្ធនោះដឹងស្អីទេពុកម៉ែនោះមកផ្អែមល្ហែមអីនឹងមុខកូនអញ្ចឹងបើរវល់តែផ្អែមល្ហែមបែបនេះតើអាត្មាណាបានទៅដល់ស្រែទៅមែនហើយប្រញាប់ទៅពុកវាកុំនៅឯអង្គយូរពេកប្រយ័ត្នមិនទាន់គេទៅណាអញ្ចឹងបងទៅសិនហើយណាប្រពន្ធសម្លាញ់តោះវាសនាកូនបាទពងពូសុភាពនិងវាសនាក៏ឡើងរទេះគូហើយបោះសម្ដៅទៅស្រែបាត់ទៅយេនអើយហើយនេះទៅស្រែដែរមែនហ៎មែនហើយលបងខ្ញុំក៏ទៅស្រែដែរបើយើងមិនទៅស្រែទៅបានបាយណាហូបលបងនិយាយអញ្ចឹងវាសនាឥឡូវនេះកំឡោះឲ្យស្ដោកពូមើលសឹងតែមិនស្គាល់មែនហើយបងសង្ហាទៀតផងពូមីងនិយាយអីអញ្ចឹងទេខ្ញុំអៀនដល់ហើយនិយាយអញ្ចឹងខ្ញុំធ្លាប់បានឃើញសូរិយាកូនរបស់អ្នកទាំងពីរប្រហែលឆ្នាំមុនហើយចុះមករយៈក្រោយនេះមកក៏ដូចជាមិនឃើញអញ្ចឹងសូរិយាកូននាងខ្ញុំនៅផ្ទះមីងរបស់នាងនៅភូមិខាងកើតដើម្បីជួយមើលថែយាយនាងដែលឈឺនឹងណាអ្នកតែថ្ងៃនេះនាងមកវិញហើយដោយសារតែយាយរបស់នាងគាត់បានធូរសះស្បើយហើយអញ្ចឹងទេអីល្ងាចឡើងពួកគេក៏រៀបចំសម្ភារៈដាក់រទេះហើយត្រឡប់ទៅផ្ទះវិញលុះបរទេះពូយាយនិងមីងសានក៏បត់រទេះចូលផ្ទះហើយមាននារីម្នាក់រត់មកទទួលនោះហើយជាសូរិយាកូនរបស់គាត់ពេលនោះសូរិយាក៏បាននិយាយទៅកាន់ឪពុកម្ដាយរបស់នាងពុកម៉ែត្រឡប់មកពីស្រែវិញហើយកូននឹកអ្នកទាំងពីរណាពុកនិងម៉ែក៏នឹកកូនដែរចុះកូនមកពីផ្ទះមីងពីថ្មណាដែរកូនកូនមកតាំងពីរសៀលម្លេះម៉ែហើយកូនក៏បានដាំបាយធ្វើម្ហូបចាំពុកម៉ែរួចរាល់ហើយដែរពុកម៉ែហើយអ្នកណាគេនោះបរទេសតាមពីក្រោយពុកម៉ែនឹងនោះគឺបងភៀបនិងកូនប្រុសរបស់គាត់ឈ្មោះថាវាសនានឹងណាកូនពេលនោះពូសុភាពនិងវាសនាក៏បរទេសមកដល់ផ្ទះមីងសាននិងពូយែនល្មមហើយវាសនាគ្រាន់តែឃើញសូរិយាភ្លាមក៏គិតក្នុងចិត្តថានាងស្អាតម្លេះណោះបើសិនជាខ្ញុំបានជាគូមិនដឹងជាល្អយ៉ាងណាទេពេលនោះពូយែនក៏បានស្រែកហៅលបងភៀបនាំវាសនាចូលមកហូបបាយផ្ទះខ្ញុំសិនមកណាមិនអីទេបងអូនអើយចាំថ្ងៃក្រោយទៅណាព្រោះនេះចិត្តល្ងាចទៅហើយខ្ញុំខ្លាចប្រពន្ធរបស់ខ្ញុំចាំមើលផ្លូវលោកប្អូននឹងជាកូនស្រីលោកប្អូនដែលឈ្មោះសូរិយានឹងមែនទេមែនហើយលោកបងនេះសូរិយាកូនស្រីខ្ញុំនាងត្រឡប់មករស់នៅជាមួយពួកយើងវិញហើយណែសូរិយាកូនជម្រាបសួរអ៊ំហើយនឹងបងវាសនាទៅកូនជម្រាបសួរអ៊ំជម្រាបសួរបងវាសនាល្អហើយក្មួយពូខានឃើញតែប្រហែលឆ្នាំសោះឥឡូវពេញកំមុំឲ្យស្ពើងបាត់ទៅហើយមែនហើយពងដំបងកូនមើលមិនស្គាល់ដែរតាមពិតជាសូរិយាសោះធ្លាប់ឃើញតែពីកាលនៅតូចកាន់តែល្ងាចហើយតើអញ្ចឹងខ្ញុំគិតលាទាំងអស់គ្នាសិនហើយណាពូទៅហើយណាសូរិយាជម្រាបលាឲ្យពូមីងបងទៅហើយណាសូរិយាបាទសុខសប្បាយទាំងអស់គ្នាណាចាអ្នកបើមានពេលណាវាសនាអាចនាំកូនសូរិយាដើរមើលភូមិយើងបន្តិចក៏បានព្រោះនាងខាននៅទីនេះយូរនាងប្រហែលជាភ្លេចពីទីកន្លែងនិងមនុស្សនៅទីនេះខ្លះៗហើយណាមួយមីងក៏ទុកចិត្តវាសនាផងពេលនោះវាសនានិយាយទាំងញញឹមបាទមានអីមីងឲ្យទៅសូរិយានាងព្រមពេលទំនេរខ្ញុំប្រកាសជំនុំនាងដើរមើលភូមិយើងជាមិនខានទេណាមួយចិត្តដល់បនភូមិទៀតផងមីងឮបែបនេះមីងទុកចិត្តហើយពេលនោះពូសុភាពក៏បរទេសចេញទៅលុះទៅដល់ផ្ទះពូសុភាពក៏ដោះគោចេញពីនឹមហើយដឹកទៅចងនៅក្រោលចំណែកវាសនាវិញក៏លើករបស់របរចេញពីរទេះទុកដាក់ឲ្យមានរបៀបមីងចន្ទថាក៏ស្រែកពីក្នុងផ្ទះមកពុកវានឹងកូនប្រញាប់ទៅងូតទឹកទៅនឹងអានមកហូបបាយជុំគ្នាណានៅពេលកំពុងហូបបាយគ្រួសារពូសុភាពក៏បានជជែកគ្នាយ៉ាងម៉េចនឹងពុកវាស្រែរបស់យើងនោះសម្រាប់ស្រែយើងគឺខ្ញុំហើយកូនបានភ្ជួររាស់នឹងព្រោះរួចរាល់អស់ហើយគឺរងចាំតែស្រូវដុះចេញប្រឡូកមកតែប៉ុណ្ណោះមែនហើយម៉ែនៅពេលដែលស្រូវដុះហើយកូននឹងដាក់ទឹកហើយនឹងជីដើម្បីឲ្យស្រូវល្អនឹងទទួលបានផលច្រើនល្អណាស់កូនពេលកូនជួយការងារពុកកូនបានច្រើនបែបនេះណាម៉ែសប្បាយចិត្តខ្លាំងណាស់មែនហើយម៉ែវានេះដោយសារតែបានកូនយើងនេះហើយឥឡូវនេះខ្ញុំមិនសូវជាហត់នឿយប្រហែលទេនិយាយអញ្ចឹងម៉ែវាកូនស្រីអ្នកសាននិងលោកប្អូនយេននាងបានត្រឡប់មករស់នៅក្នុងភូមិយើងវិញហើយឡើងពេញកំមុំតែម្ដងហើយឯងអើយសូរិយាមែនទេឯងមែនហើយម៉ែវា
ពេញកមុំហើយសម្រស់កុំអន់ទៀតណា